Chúng tôi xua lúc một giây nên mình cái nhà tặng chỉ tìm một giây lúc một giây đã ngồi đấy thà hai mấy ban chỉ riêng thưa cao lang bạc khai chết ở ban lang bạc khai hay không răng thưa cao trong ngóp mấy ban mê mưa mình khơi và ở quân trong sầm nô này hiểm sọp chuột hiểm sọp lư chả nó tăng thì khi ông đâu thưa cao rồi hốt mà đòn sập ngày đấy có trong sọp chuột thiệt đấy cònถ้า ខ្ញុំ ក៏ ធ្លាប់ ជួប ជាមួយ នឹង នយោជក បាន ន័យ ថា អ្នក ដែល ជា ម្ចាស់ សហគ្រាស តែង តែ រអ៊ូ ដែរ ថា សហគ្រាស រក ប្រាក់ ចំណូល មិន សូវ បាន សហគ្រាស មិន សូវ ចំណេញ ហើយ មើល ទៅ បុគ្គលិក ធ្វើ កិច្ចការ ងារ មិន អស់ ពី ធម្មពល ហើយ បុគ្គលិក ធ្វើ ការ អត់ សូវ មាន ប្រសិទ្ធភាព បាទ អញ្ចឹង ចង់ ឡើង ប្រាក់ ខែ ដែរ តែ ឡើង មិន រួច ពី ព្រោះ វា អត់ មាន លុយ ឡើង ប្រាក់ ខែ ចំណុចនេះជាចំណុចមួយដែលខ្ញុំចង់លើកយកមកវេកញែកបន្តិចទេមិនមានអីច្រើនទេជូនទាំងពីរនាក់ទាំងជាទាំងនយោជកទាំងនយោជិកបានន័យថាទាំងម្ចាស់សហគ្រាសទាំងអ្នកធ្វើការបម្រើក្នុងសហគ្រាសនៅក្នុងនឹងមានកិច្ចការច្រើនតែខ្ញុំសូមលើកតែមួយគឺប្រសិទ្ធភាពការងារជាធម្មតាប្រសិនបើសហគ្រាសកន្លែងធ្វើការរបស់យើងមានប្រាក់ចំណូលច្រើនតិចច្រើនគឺប្រកាសជាប្រាក់ខែប្រកាសជាការលើកទឹកចិត្តបុគ្គលិកអីមានការកើតឡើងដែរប៉ុន្តែប្រសិនបើប្រាក់ចំណូលរបស់សហគ្រាសឬក៏កន្លែងរបស់យើងនឹងមិនប្រសើរឡើងទេឬក៏ធ្លាក់ចុះប្រកាសជាមានការកាត់បន្ថយបុគ្គលិកឬក៏ប្រាក់ខែនឹងអត់ឡើងទៅដែរទេអញ្ចឹងតើយើងយល់ទាំងអស់គ្នានៅចំណុចហ្នឹងចំណុចមួយតូចដែលខ្ញុំសង្កេតឃើញសប្តាហ៍ថ្ងៃហ្នឹងដែលនយោជកទាំងឡាយតែងតែរអ៊ូរទាំហ្នឹងគឺការប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងម៉ោងធ្វើការជាទូទៅទូរស័ព្ទយើងប្រើនៅក្នុងម៉ោងធ្វើការគឺសម្រាប់ជួយទំនាក់ទំនងកិច្ចការងារអីសំខាន់ៗហើយយើងអាចមើលផ្លេតដើម្បីឆ្លើយសារឆ្លើយតាក់ទងនឹងការងារផ្ទុយទៅវិញអ្នកធ្វើការមួយចំនួនក៏ប្រើទូរស័ព្ទខុសបែបបទដែរមានន័យថាលេង Facebook លេងទូរស័ព្ទហ្នឹងក្នុងម៉ោងធ្វើការហ្នឹងធ្វើឲ្យប្រសិទ្ធភាពការងារធ្លាក់ចុះហើយគិតតែមួយផ្លេតទេអ្នកដែលលេងទូរស័ព្ទហ្នឹងជក់គិតតែលេងតែមួយផ្លេតទេប៉ុន្តែពិតមិនមែនមួយផ្លេតទេមួយផ្លេតទេគឺអាចជួនកាល15នាទីកន្លះម៉ោងទៅជក់នៅហ្នឹងយូរទៅកិច្ចការប្រសិទ្ធភាពការងារធ្លាក់ទៅពេលដែលយើងប្រើទូរស័ព្ទយើងលេង Facebook ជាពិសេសខ្ញុំសង្កេតឃើញគឺលេង Facebook ហ្នឹងតែម្ដងខ្លាំងគេហើយ TikTok ទីហ្នឹងបើកមើលវីដេអូបើកអីក្នុងម៉ោងធ្វើការអាទាំងអស់ហ្នឹងវាធ្វើឲ្យប្រសិទ្ធភាពការងារយើងធ្លាក់ចុះនៅពេលដែលប្រសិទ្ធភាពការងារយើងធ្លាក់ចុះក្រុមហ៊ុនរបស់យើងក៏រកប្រាក់ចំណូលបានទៀតដែរអញ្ចឹងធ្វើម៉េចនឹងយើងអាចមានប្រាក់ខែច្រើនទៅរួចថាទៅមិនកើតទេដូច្នេះសូមបងប្អូនយើងទាំងអស់គ្នាជាអ្នកប្រកបការងារទុកទូរស័ព្ទមួយអន្លើជាពិសេស Facebook ទុកក្នុងមួយថ្ងៃយើងមើលតែកន្លះម៉ោងអីរៀបចូលដេកឬក៏នៅផ្ទះដែលយើងសម្រាកតិចតួចអីទៅបានហើយខ្ញុំដូចជាមិនឃើញអ្នកចំណេញពី Facebook មើល Facebook នឹងប្រហែលទេប៉ុន្តែខ្ញុំឃើញអ្នកខាតប្រយោជន៍ពី Facebook ច្រើនពីព្រោះអ្នកខ្លះមើលតែរឿងឥតប្រយោជន៍មើលតែកន្លែងនេះគេឆ្លោះគ្នាគេជេរបចោលគ្នាហើយរឿងស្អីណាផ្សេងទៅអត់ចំណេញសោះអត់បានប្រយោជន៍ជាចំណេះដឹងអត់បានប្រយោជន៍ជាព័ត៌មានសម្រាប់យើងទទួលបានការងារថ្មីទទួលបានបច្ចេកវិទ្យាថ្មីអីជំនាញថ្មីអត់មានសោះចឹងមើលតែរឿងដែលឥតប្រយោជន៍ម្ល៉េះហើយរំខានការងារកំពុងតែធ្វើការនឹងផងរំខានខួរក្បាលយើងឲ្យទទួលតែសម្រាមទុកក្នុងខួរក្បាលឥតប្រយោជន៍ផងអញ្ចឹងជាយោបល់ខ្ញុំសូមមេត្តាខន្តីអភ័យទោសដែរសូមបងប្អូនយើងទាំងអស់គ្នាដែលកំពុងតែធ្វើការនឹងទុក Facebook ទុកទូរស័ព្ទនឹងមួយលើហើយគិតប្រឹងប្រែងទៅម៉េចដើម្បីឲ្យការងាររបស់យើងនឹងធ្វើទៅបានល្អនោះការងាររបស់យើងមានប្រសិទ្ធភាពហើយក្រុមហ៊ុនរបស់យើងរកប្រាក់ចំណូលបានច្រើនហើយពួកយើងទាំងអស់គ្នានឹងបានទទួលផលត្រឡប់មកវិញនៅប្រាក់រង្វាន់នៅប្រាក់ bonus នៅប្រាក់ខែអីឡើងហូរហើយចឹងទៅហើយនយោជកក៏មានសេចក្តីរីករាយនយោជកក៏មានកម្មវិធីផ្សេងសម្រាប់ជួយលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាដែរខ្ញុំគិតថាបើរួមគ្នាយើងទាំងអស់គ្នាដែលធ្វើការហ្នឹងឲ្យបានប្រកបដោយវិជ្ជាជីវៈប្រកបជារីកចម្រើនទាំងអស់គ្នាបាទសូមអរគុណ